វីដេអូមួយនេះខ្ញុំនឹងចែករំលែកដល់អ្នកគ្រូពីវិធីសាស្ត្រចូលទៅមើលពិន្ទុសិស្សនៅពេលដែលគាត់ប្រឡងចប់ប្រចាំខែមិថុនានៅក្នុងថ្នាក់បឋមសិក្សា PLP ជំរាបសួរនិងសួស្តីលោកគ្រូអ្នកគ្រូទាំងអស់គ្នាអញ្ចឹងរដូវកាលប្រឡងតេស្តរបស់យើងក៏ជិតដល់ថ្ងៃបញ្ចប់ដែរអញ្ចឹងថ្ងៃនេះខ្ញុំមកចែករំលែកលោកគ្រូអ្នកគ្រូពីវិធីសាស្ត្រចូលទៅមើលពិន្ទុរបស់សិស្សនៅក្នុងថ្នាក់បឋមសិក្សា PLP តើយើងចូលទៅមើលត្រង់ណាអញ្ចឹងកុំឲ្យខាត់ពេលយូរលោកគ្រូអ្នកគ្រូចូលទៅមើលទាំងអស់គ្នាបាទដើម្បីយើងចូលទៅមើលលទ្ធផលនៃការប្រឡងសិស្សរបស់លោកគ្រូអ្នកគ្រូបានអញ្ចឹងជាដំបូងលោកគ្រូអ្នកគ្រូចូលទៅក្នុង app ថ្នាក់បឋម PLP អញ្ចឹងពេលចូលមកដំបូងលោកគ្រូអ្នកគ្រូគឺចេញផ្ទាំងបែបនេះបាទគឺការលើទូរស័ព្ទដៃរបស់យើងជាទូទៅគឺចេញមុខជាបែបនេះគឺការរៀនទាំង4មុខពីថ្នាក់ទី1រហូតដល់ថ្នាក់ទី6ចឹងដើម្បីចូលទៅមើលលទ្ធផលនៃការប្រឡងរបស់សិស្សលោកគ្រូអ្នកគ្រូប្រចាំខែនីមួយបាទប្រចាំខែនីមួយលោកគ្រូអ្នកគ្រូចូលទៅកាន់ profile បន្ទាប់មកទៀតលោកគ្រូអ្នកគ្រូជ្រើសរើសពាក្យតេស្តប៉ុន្តែយើងអត់ទៅចូលប្រឡងប្រចាំខែទេលោកគ្រូអ្នកគ្រូអញ្ចឹងលោកគ្រូអ្នកគ្រូចូលមកកាន់ពាក្យសញ្ញាព្រួញបាទបែបនេះដែលខ្ញុំបង្ហាញនេះបាទបន្ទាប់មកទៀតលោកគ្រូអ្នកគ្រូជ្រើសរើសពាក្យតម្រងកន្លែងនេះខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូពីរបៀបមើលលទ្ធផលសិស្សតាមមុខវិជ្ជានីមួយមានភាសាខ្មែរមានគណិតវិទ្យាមានវិទ្យាសាស្ត្រនិងសិក្សាសង្គមបាទហើយមួយទៀតខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូពីរបៀបមើលលទ្ធផលរបស់សិស្សម្នាក់ដាច់ដោយឡែកតាមមុខវិជ្ជានីមួយប៉ុន្តែជំហានដំបូងនេះខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូពីការចូលទៅមើលលទ្ធផលនៃការប្រឡងរបស់សិស្សទាំងអស់តាមមុខវិជ្ជានីមួយតោះអញ្ចឹងនៅពេលដែលយើងបើកមកយើងចេញផ្ទាំងបែបនេះអញ្ចឹងលោកគ្រូអ្នកគ្រូចាប់ផ្ដើមជ្រើសរើសកម្រិតថ្នាក់ដែលលោកគ្រូអ្នកគ្រូបានប្រឡងអញ្ចឹងលោកគ្រូអ្នកគ្រូមើលទៅកម្រិតថ្នាក់នេះទី5អញ្ចឹងសិស្សរបស់ខ្ញុំគឺថ្នាក់ទី6អញ្ចឹងលោកគ្រូអ្នកគ្រូជ្រើសរើសកម្រិតថ្នាក់ហើយរើសថ្នាក់ទី5មុខវិជ្ជាទាំងអស់នេះខ្ញុំបញ្ជាក់លោកគ្រូមិញហើយគឺយើងត្រូវតែរើសមុខវិជ្ជាមួយណាអញ្ចឹងដំបូងយើងរើសមុខវិជ្ជាគណិតវិទ្យាបន្ទាប់មកមុខវិជ្ជារងវិញ្ញាសាគឺយើងយកពាក្យថាទាំងអស់ហើយនឹងសិស្សមួយទៀតគឺទាំងអស់ដូចគ្នាដោយឡែកការបដិឆេទថ្ងៃដែលចាប់ផ្ដើមប្រឡងគឺថ្ងៃណាយើងរើសថ្ងៃហ្នឹងថ្ងៃបញ្ចប់គឺយើងបញ្ចប់ថ្ងៃណាគឺយើងរើសថ្ងៃហ្នឹងដូចគ្នាអញ្ចឹងហើយការបដិឆេទចាប់ផ្ដើមនៃការប្រឡងគឺយើងចាប់ផ្ដើមពីថ្ងៃទី22ខែមិថុនាអញ្ចឹងលោកគ្រូចុចកន្លែង22ហ្នឹងមកហើយយកពាក្យថាអូខេបាទចុចទៅពាក្យអូខេអញ្ចឹងថ្ងៃបញ្ចប់យើងរើសដល់ថ្ងៃទី29ឬក៏30អាស្រ័យលើលោកគ្រូទេអញ្ចឹងបន្ទាប់មកទៀតនៅពេលដែលគ្រូរើសអស់ហើយអញ្ចឹងលោកគ្រូចុចពាក្យថាអនុវត្តបាទអញ្ចឹងលោកគ្រូនឹងឃើញលទ្ធផលនៃការប្រឡងគណិតវិទ្យារបស់កូនសិស្សរបស់លោកគ្រូប្រចាំខែមិថុនាតើគាត់40ទំនួលក៏ធ្វើត្រូវប្រមាណខុសប្រមាណរំលងប្រមាណបានបន្ទុកប៉ុណ្ណាភាគរយប៉ុណ្ណានីតិអ្វីបាទគាត់ប្រឡងពេលណាគាត់ប្រើរយៈពេលប៉ុន្មានបានបញ្ចប់ការប្រឡងមួយនេះអញ្ចឹងលោកគ្រូមើលបានណាបាទអញ្ចឹងលោកគ្រូឃើញបែបនេះអ្នកដែលមានវិញ្ញាបនបត្រគឺបែបនេះបាទអញ្ចឹងគ្រូអូមើលទៅបាទនេះមុខវិជ្ជាគណិតចុះមុខវិជ្ជាភាសាខ្មែរយើងធ្វើមិនអញ្ចឹងមុខវិជ្ជាភាសាខ្មែរយើងត្រឡប់ទៅពាក្យតម្រងវិញហើយកន្លែងមុខវិជ្ជាខាងលើនេះយើងរើសមកមុខវិជ្ជាភាសាខ្មែរហើយលោកគ្រូចុចពាក្យអនុវត្តមកយើងរើសម្ដងមកអូខេនេះភាសាខ្មែរទាំងអស់លោកគ្រូទេបាទអញ្ចឹងភាសាខ្មែរអញ្ចឹងយើងត្រឡប់ទៅទៀតមុខវិជ្ជាអីវិទ្យាសាស្ត្រអញ្ចឹងនៅមុខវិជ្ជានេះលោកគ្រូរើសពាក្យថាវិទ្យាសាស្ត្របាទហើយលោកគ្រូបាច់រើសទៀតដោយសារតែយើងរើសម្ដងហើយណាយើងចុចពាក្យថាអនុវត្តបាទលោកគ្រូឃើញវិទ្យាសាស្ត្របាទឃើញចោះអញ្ចឹងណាលោកគ្រូហើយបន្ទាប់មកទៀតមុខវិជ្ជាសិក្សាសង្គមអញ្ចឹងលោកគ្រូចុចតែកន្លែងមុខវិជ្ជាធំនឹងមកណាហើយយើងរើសសិក្សាសង្គមចុចលោកគ្រូមើលដូចគ្នាណាប្រឡងប្រចាំខែអីសំណួរប្រមាណខុសប្រមាណត្រូវប្រមាណរំលងប្រមាណទទួលបានបន្ទុកសរុបប្រមាណភាគរយប្រមាណជាប់និទេសអីប្រឡងថ្ងៃណាប្រើរយៈពេលប្រមាណនាទី
ប្រហែលម៉ោងចឹងលោកគ្រូអាចមើលបានណាអានេះគឺជាការមើលតាមមុខវិជ្ជានីមួយដោយឡែកបើសិនមកលោកគ្រូចង់មើលមុខវិជ្ជាទាំងអស់ចឹងយើងរើសពាក្យថាទាំងអស់ហើយយើងចុចពាក្យថាអនុវត្តតែនៅពេលដែលយើងរើសពាក្យទាំងអស់វាលាយគ្នាលោកគ្រូមានគណិតវិទ្យាសាស្ត្រឬសង្គមខ្មែរចឹងយើងអាចថាពិបាកមើលបន្តិចណាលោកគ្រូហើយមួយទៀតលោកគ្រូអាចទាញយកឯកសារនឹងទៅប្រើតម្កល់ទុកជាឯកសារលោកគ្រូចុចអាឡៃសញ្ញាព្រួយពណ៌បៃតងនេះមកណាបាទចឹងអានេះតកតងនឹងការចូលទៅមើលសិស្សប្រឡងមុខវិជ្ជានីមួយបាទដោយជ្រើសរើសយកសិស្សទាំងអស់តែមួយទៀតខ្ញុំនឹងបង្ហាញលោកគ្រូតកតងនឹងការជ្រើសរើសមុខវិជ្ជាកន្លែងនេះគឺទាំងអស់ដែរប៉ុន្តែយើងជ្រើសរើសមើលសិស្សម្ដងម្នាក់តើយើងមើលសិស្សម្ដងម្នាក់យើងមើលតាមណាចឹងខាងលើលោកគ្រូដាក់ទី6មុខវិជ្ជាទាំងអស់មុខវិជ្ជារងទាំងអស់វិញ្ញាសាទាំងអស់សិស្សយើងឲ្យដាក់ទាំងអស់ទេគឺយើងរើសសិស្សដែលយើងចង់មើលបាទចឹងសិស្សយើងចង់មើលមានថាយើងចង់មើលតែម្នាក់ទេគឺយើងមើលទាំងអស់ចឹងលោកគ្រូគ្រើសការបដិឆេទហើយកាលពីមុនបាទហើយលោកគ្រូគាត់ចុចពាក្យថាអនុវត្តបាទចឹងយើងមើលឃើញថាមុខវិជ្ជាទាំង4កូនសិស្សប្រឡងជាប់ទាំង4ចឹងយើងមើលទៅបាទគាត់បាននិទេសបែបហ្នឹងបាទនេះតើតើនឹងការមើលសិស្សម្នាក់ម្ដងចឹងចង់បានទៅណីលោកគ្រូគាត់ download ពណ៌ខៀវចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងសង្ឃឹមថាវាជាប្រយោជន៍ដល់លោកគ្រូទាំងអស់គ្នាណាចឹងជាកុងក្រោយក៏សូមអរគុណលោកគ្រូដែលបានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់អរគុណជួបគ្នានៅវីដេអូបន្តទៀត